ok tôi sẽ gặp cái trong này nếu nhung thuộc cái thì là đã tương đối là cái còn với tiền ấy là lên một giống đã thông tin mình cần phải phát tiền này và có cái điện ấy ta có như ai chơi ở giờ phần trái đã thông tin đầu mẹ chứ anh bắt đầu đầu mẹ bán được phải lấy ờ điện ấy ta có chứ cho tôi bảo cái duyên thời thua cá còn với điện ấy ta có làm sao đâm bay thua cá và cá đầu mẹ bảo bia bây giờ hai ta xuống chấn không người xuống nó bây giờ thua cá lòng điện ấy cứ kể thua cá và cá chỉ xuống chấn không mà xuống cứ smile cho mỗi lần một đầu mẹ chắc là dương tập bộ dương tập bộ châu clip với dương tập từ cá install tới nắng bản du thiệtដើម្បីធ្វើការដំឡើងពីនេះទាំងបានជាងទី1យើងត្រូវធ្វើការមើលទៅលើ IP ម៉ាស៊ីនចឹងដើម្បីធ្វើការ remote ចឹងដោយសារតែខ្ញុំIP របស់ខ្ញុំគឺមានហើយគឺខ្ញុំធ្វើការទៅលើ IP ចឹងដោយសារ IP របស់ខ្ញុំបានមើលហើយនេះ IP ហើយខ្ញុំធ្វើការ remote នៅក្នុងពុទ្ធីចឹងខ្ញុំគាត់ធ្វើការបើកពុទ្ធីហើយខ្ញុំធ្វើការអឺ install util មិញណាដោយសារខ្ញុំ install ហើយក៏អត់អីដែរយើងអត់ต้อง install យើង install បន្ថែមទៅចឹងដោយលេខខ្ញុំ install util ហ្នឹងហើយអញ្ចឹងយើងចាប់តាមធ្វើការ config ទៅលើutil ហ្នឹងជាអ្នកតងទៅនឹងការ config គឺយើងមាន command សម្រាប់ធ្វើការ config នេះចឹងដើម្បីធ្វើការ config បានគឺយើងត្រូវចូល file etc named.config អញ្ចឹងឡើយយើងចូលមក web etc named config អញ្ចឹងនេះអញ្ចឹងពេលដែលយើងចូលដំបូងthìយើងនឹងឃើញនេះពីបន្ទាត់នេះអញ្ចឹងពីបន្ទាត់ហ្នឹងយើងអត់ប្រើការទេយើងអាចធ្វើការ command វាចាំទៅជា command ទៅធ្វើអញ្ចឹងដើម្បីធ្វើការ config បានយើងត្រូវធ្វើការនេះយើងឃើញពីបន្ទាត់នេះអញ្ចឹងយើងត្រូវធ្វើការ command វាចាំសិនណាពេលយើងមិនត្រូវការវាទេគឺខ្ញុំធ្វើការ command វាសិនណាយើងអ្នកទៅជួប command ពីឡើងនេះចេញចឹងណាដល់មកទៀតនេះកន្លែងនេះquery ជា query នេះកុំឲ្យមានបញ្ហាទៀតគឺយើងកន្លែង local នេះយើងមិនដាក់អញ្ចឹងទេយើងដាក់ any ទេតែ x ហ្នឹងយើងដាក់ any អញ្ចឹងបន្ទាប់ពីយើងធ្វើការ config ហើយខ្ញុំទៅមកតាមខ្ញុំសិននេះជានៅពេលដែលយើងធ្វើការ config កន្លែងហ្នឹងហើយយើងចាប់តាមធ្វើការ enable នៅ service មួយហ្នឹងជា enable គឺខ្ញុំសូម copy យកមកទៅជាតែថ្មីបាក់ទេ command យូរអញ្ចឹងយើងអាចធ្វើការsave វាសិនណាចឹងយើងចាប់ផ្ដើមធ្វើការ enable service ហ្នឹងមកបន្ទាប់ពី enable service ហ្នឹងហើយយើងចាប់ផ្ដើមធ្វើការ start service ហ្នឹងមកចឹងខ្ញុំអាចធ្វើការ start service បន្ទាប់ពីយើងធ្វើការ start service យើងហើយយើងនឹងធ្វើការenable ទៅលើ firewall របស់យើងនេះ port 53នេះចឹងយើងអត់
តាក់ទងទៅនឹង firewall ទៅគេថាវាអត់បើក port ឲ្យយើងអញ្ចឹងយើង copy បានទៅយើង enter ចេះអញ្ចឹងឥឡូវមើលថា firewall របស់យើងគឺបាន enable ស័ក្តិសិទ្ធិហើយបន្តមកទៀតយើងទៅធ្វើការ reload ជាមួយនឹង firewall អញ្ចឹង firewall យើង enable ហើយត្រូវធ្វើការ reload ជាយើងប្រើ command ប៉ុណ្ណេះមកទៅenter ឥឡូវស័ក្តិសិទ្ធិហើយបន្ទាប់ពីយើងធ្វើការ reload ទៅលើ firewall ហើយយើងចាប់ផ្ដើមធ្វើការ insert DNS IP របស់យើងណាអញ្ចឹងទីមួយយើងត្រូវធ្វើការចូលក្នុង control panel របស់យើងអញ្ចឹងដល់យើងចូល control panel សើចនៅក្នុងម៉ាស៊ីនរបស់យើងអញ្ចឹងទីមួយយើងគាត់ធ្វើការវាយជាមួយនឹង control panel តាមទៀតយើងត្រូវធ្វើការចូល network and internet នេះយើងយកទៅលើ network and sharing center នេះអញ្ចឹងតាំងពីនឹងឃើញ Wi-Fi របស់ខ្ញុំហើយអញ្ចឹងខ្ញុំធ្វើការ click internet Wi-Fi sorry អញ្ចឹងកន្លែងហ្នឹងយើងគាត់ធ្វើការចូល property ហើយយើងយកនេះ internet protocol version 4ផ្លេចលើហ្នឹងមកចាំបន្ទាប់ពីយើងស្រេចលើហ្នឹងហើយយើងចុចទៅលើ property ហ្នឹងនេះអញ្ចឹងយើងត្រូវធ្វើការដាក់ IP បានសិនយើងចូលអញ្ចឹងយើងស្រេចលើ URL DNS server address អញ្ចឹងថ្ងៃនេះយើងទៅមើល IP បានសិនយើងណានេះអញ្ចឹង IP មិនរបស់ខ្ញុំមានប៉ុណ្ណេះ copy ដាក់ចូលមកនេះហើយយើងចុចបានចុចអូខេបិទវាទៅបាទអញ្ចឹងបន្ទាប់ពីយើងចូលហើយគឺយើងត្រូវធ្វើការ start ទៅលើ server យើង enable ហើយនឹង start ម្ដងទៀតអញ្ចឹងហើយខ្ញុំចាប់ផ្ដើម enable សិនបន្ទាប់ពី enable ហើយចាប់ផ្ដើម start server របស់យើងបន្ទាប់ពី start ហើយយើងត្រូវធ្វើការ check មើលថា check មើលក្នុងម៉ាស៊ីនរបស់យើងថាវាដើរអត់យើងតេស្ត DNA នឹងថាដើរអត់នេះយើងចូលក្នុងនេះអញ្ចឹងទីមួយយើងចូល CMA របស់យើងទៅហើយយើងតេស្ត DNA របស់យើងទៅថាតេស្តទៅលើ Facebook មួយថាវាដើរអត់អញ្ចឹងឥឡូវខ្ញុំគាត់ធ្វើការចូលទៅក្នុង CMD តាមនេះយើងវាយជាមួយនឹង command មួយហៅថា nlog log out log out ហើយតេស្តទៅលើម៉ាស៊ីន www.facebook.com នេះចឹងមានន័យថាវាស្គាល់ហើយនេះគេចឹងវាស្គាល់ណាម៉ាស៊ីនរបស់យើងនេះគេ IP ម៉ាស៊ីនរបស់ខ្ញុំគឺវាស្គាល់ន័យថាកន្លែងនេះវាស្គាល់ចំពោះ server នេះវា
អាណូមានថាយើងអត់បានដាក់ឈ្មោះវាទេអញ្ចឹងវាអត់ស្គាល់ទេវាអត់ចេះទេអញ្ចឹងឥឡូវយើងតេស្តទៅលើ DNA server បើយើងថាវាស្គាល់ IP តែយើងហើយអញ្ចឹងទីមួយយើងត្រូវតែធ្វើការ create ហើយនឹង hosting domain អញ្ចឹងដើម្បីធ្វើការ create ហើយនឹង hosting domain យើងបានយើងត្រូវធ្វើការ config ចូលទៅក្នុង name d.config ហ្នឹងដើម្បីទៅធ្វើការបង្កើត0អញ្ចឹងយើងមើលតិចទៅកន្លែង node ទាំងនេះជាង node ទាំងហ្នឹងមានន័យថាមួយ domain របស់យើងគឺស្មើជាមួយនឹង0នៅពេលដែលយើងធ្វើការបង្កើតហើយនេះគឺជា syntax របស់0នៃយើងអញ្ចឹងឥឡូវយើងចូលចាប់តាមចូលទៅ config win etc name config ចឹងគេនេះ scroll នឹងខុសវិញណាកន្លែង0ចឹងយើងនឹងទៅធ្វើការបង្កើតជា0ហ្នឹងចឹងវាចា0នេះខ្ញុំបានបង្កើតហើយហើយនេះខ្ញុំគ្រាន់តែ copy ទៅគេយកកែឈ្មោះdomain របស់យើងទៅខ្ញុំ copy ទៅនឹងហើយយើងយកមកប្រើនេះអញ្ចឹងឥឡូវយើងចាប់ដើមកែអញ្ចឹង domain របស់យើងដាក់ឈ្មោះអីដាក់ទៅស្អាតតែរបស់យើងទេហើយក៏ទៅ .com នេះ .អីក៏បានដែរអញ្ចឹងកន្លែងនេះដល់ឈ្មោះថា hosting1.com ហើយ tab គឺយើងយក tab ជា master ហើយចំពោះ file ចំពោះ file គឺខ្ញុំនេះអញ្ចឹង file នេះគឺសម្រាប់ធ្វើការ forward domain របស់យើងអញ្ចឹងខ្ញុំត្រូវការយកតែជា syntax តែខ្ញុំបានខ្ញុំ copy ខ្ញុំដូរឈ្មោះណា domain របស់យើងឈ្មោះអីឈ្មោះត្រូវបាញ់ទូនេះ hosting មួយអញ្ចឹងកន្លែង allow update គឺយើងដាក់ណាខ្ញុំដល់ពីបង្កើតហើយយើង save សិនណាចឹងយើងមើលតទៅចឹងបន្ទាប់ពីយើងធ្វើការបង្កើត0នឹងហើយគឺយើងត្រូវធ្វើការ restart service របស់យើងទៅណាចឹងនេះវា error ស្រាប់ហើយដោយសារអីដោយសារតែ0ដែលយើងបង្កើតហ្នឹងគឺយើងបង្កើតបានតែ domain ទេតែក្នុង domain ហ្នឹងគឺអត់មានអីទេចឹងថានៅពេលដែលយើងធ្វើការបង្កើត website ហើយយើង hosting ទៅយើង hosting domain ដែរតែអត់មាន code ឬក៏ចេញ website ទេតែ domain នឹងដែរហើយជាងកន្លែងហ្នឹងគឺយើងត្រូវធ្វើការ config សិនអញ្ចឹងយើងត្រូវទៅធ្វើការបង្កើតនៅ DNS file មួយអញ្ចឹងកន្លែងនេះខ្ញុំគ្រាន់តែ copy មក file forward អញ្ចឹងមិននឹង domain យើងឈ្មោះអីគេមិន hosting មួយអញ្ចឹងយើងចូលហ្នឹងអញ្ចឹងកន្លែង var នេះគឺកន្លែងទុក domain នេះខ្ញុំឡើងហ្នឹងដើម្បី hosting ណា hosting នេះកន្លែងនេះយើងអាចធ្វើបានអញ្ចឹងកន្លែងនេះយើងចាប់ដើមទៅធ្វើការបង្កើតមក
នេះជា syntax ក្នុងការforward create នៅ DNS ត file អាចជាអីមួយនៅក្នុង file ដោយសារយើងផ្អាកតែ domain ទេយើងអាច copy ប៉ុណ្នេះដោយសារតែយើងនៅ site វាយូរដែរអញ្ចឹងខ្ញុំអាច copy ខាងនេះអញ្ចឹងTTL ហ្នឹងខ្ញុំគឺជា time to list អីទេខ្ញុំសុំ search មកប្រែដោយសារខ្ញុំភ្លេចដែរ TTL ហ្នឹងពាក្យពេញហ្នឹងមែនអញ្ចឹងចាំណាចេះTTL ហ្នឹងគឺពាក្យពេញថា time to live អញ្ចឹងបន្តមកទៀតយើងត្រូវទៅធ្វើការ configure DNS នេះ domain by យើងដែលយើងបង្កើតមុនហ្នឹងអញ្ចឹងទៅធ្វើការដាក់ domain name ចូលមក name ដាក់ថា home in 1ទេកន្លែង admin root អញ្ចឹងថាយើងជា user ពីគេដាក់ root មកទៅចឹងនៅនេះខ្ញុំសេសិនតាមដោយសារខ្ញុំចង់បញ្ជាក់ admin ដោយសារយើងជា admin តែ root ចឹងខ្ញុំដាក់ឈ្មោះ domain នេះទៅ hosting ចឹងកន្លែងនេះកន្លែង series ហ្នឹងមានន័យថានៅពេលដែលយើងអស់ម្ដងវានឹងធ្វើការរាប់មួយណាពីវារាប់ម្ដងមួយម្ដងពីរម្ដងអញ្ចឹងទៅហើយចំពោះ refresh អញ្ចឹងមានការ refresh គឺខ្ញុំឲ្យវា3ម៉ោងម្ដងដើម្បីធ្វើការ refresh ទៅលើ page ហ្នឹងទៅលើ domain ទៅលើនឹង domain ហ្នឹងហើយ retry មានន័យថានៅពេលដែលវាដាក់ DNS គឺខ្ញុំនឹងធ្វើការឲ្យវា retry 15នាទីម្ដងហើយចំពោះ expire គឺខ្ញុំឲ្យ expire រយៈពេល1អាទិត្យហើយមួយទៀតរយៈពេល minute ពេលថាខ្ញុំមួយថ្ងៃដើម្បីឲ្យតិចជាងគេណាហើយកន្លែង name server នេះគឺយើងដាក់តែមកដាក់ឈ្មោះ domain name របស់យើងជាងhosting តែប៉ុណ្្នឹងឥឡូវយើងស្អាតទៅធ្វើការ restart ម្ដងទៀតអញ្ចឹងយើងចាប់ផ្ដើមធ្វើការ restart បានហ្នឹងហើយនឹងធ្វើ rewind ម្ដងទៀតណាយើងចាប់ផ្ដើម start ថ្មីservice name អញ្ចឹងដោយសារតែខ្ញុំមុនហ្នឹងខ្ញុំ error ខ្ញុំភ្លេចដាក់ IP មិនសិនបាទខ្ញុំអញ្ចឹងវា error តាម config ទាំងហ្នឹងនេះអញ្ចឹងឡើយខ្ញុំ config បានវិញហើយអញ្ចឹងខ្ញុំអាចទៅធ្វើការ testing check មួយនេះcheck មើលsound យើងអញ្ចឹងយើងអាចធ្វើការ write command មួយមកអញ្ចឹងយើងវាយ domain របស់យើងបង្កើតហ្នឹងទី1 ទី1 enter នេះចឹងវាមានណាมันមាន file នៅក្នុងហ្នឹងវាមាន sound ហើយយើងនៅក្នុងហ្នឹងបែបនេះបន្តមកទៀតយើងទៅធ្វើការ restart again មក recommend ដដែលហ្នឹង start service ម្ដងទៀតដាក់ឥឡូវយើងសាកទឹកតែនៅលើ CMD របស់យើងម្ដងទៀត
ហើយយើងវាយ domain របស់យើងម្ដងឥឡូវយើងចូលចាប់ផ្ដើមចុច cmd មក cmd យើងវាយជាមួយនឹង nslog ខ្ញុំពេចឈ្មោះnslog ហើយ domain របស់យើងមក hosting1.com នេះមកបានទេជាងនេះគឺយើងធ្វើការ hosting បានហើយជាយើងមាន domain មួយអញ្ចឹងយើងអាចយក domain ហ្នឹងដើម្បីធ្វើការ hosting អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលាបន្តក្រោយ